ហើយកុំចាំធ្វើធំបានបញ្ចេញឆ្នាដៃខុសធំបាទភាពបត់បែនគឺការច្នៃប្រឌិតការដោះស្រាយបញ្ហាចំពោះមុខយកមូលដ្ឋានដែលយើងចេះពីសាលាយកទៅដល់ឧបសគ្គជាក់ស្ដែងរៀនបន្ថែមទៀតដោះបន្ថែមទៀតដើម្បីបង្ហាញនៅសមត្ថភាពហើយកុំចាំធ្វើធំបានបញ្ចេញឆ្នាដៃខុសធំបាទតើខ្ញុំធ្វើរដ្ឋលេខាបានខ្ញុំបញ្ចេញឆ្នាដៃបើមិនចឹងខ្ញុំអត់ទេខ្ញុំរៀនបានប៉ុណ្្នឹងដែរឲ្យមកខ្ញុំ photocopy មិនអត់ទេរឿងហ្នឹងរឿងមួយរឿងពិតតែមាននីតិយើងម្នាក់ទៅរៀននៅក្រៅប្រទេសថ្នាក់លើឲ្យគាត់គ្រូថ្ងៃក្រោយឲ្យទៅកាន់នៅជំនាញមួយតែគេចាប់ផ្ដើមឲ្យគាត់ទៅជាជំនួយការនៅក្នុងកន្លែងនោះគាត់ចាប់ផ្ដើមឡើងគេឲ្យ photocopy ក៏អត់ធ្វើគាត់ថាឲ្យគេរៀនទៅរៀនបើកមិចមកវិញឲ្យបោះទេសគូអ្វីដែលខ្ញុំនិយាយកុំប្រកាន់ការគេធ្វើអីធ្វើពេលណាធ្វើឲ្យល្អទៅកុំគិតថាតលតែខ្ញុំមកធ្វើប្រធានព្រោះខ្ញុំសញ្ញាបត្រខ្ញុំប៉ុណ្ណឹងតលតែចេះបានធ្វើអត់ទេសញ្ញាបត្រមានតែគ្មានឃើញសញ្ញាឃើញមិនទាន់បានទំនុកទុកចិត្តពីថ្នាក់លើគេមិនទាន់ដឹងថាឯងបានអីផងកែងចេះតែសរសេរដល់ពេលមកឲ្យដោះស្រាយបញ្ហាចំពោះមុខអត់ដឹងថាដោះយ៉ាងម៉េចព្រោះចេះតែរូប